คณะกรรมการที่7ปีในรัฐสภาទទួលបន្ទុកក្រសួងអប់រំយុវជនកីឡាក្រសួងធម្មការកិច្ចការសាសនាហើយនិងក្រសួងវប្បធម៌និងក្រសួងទេសចរ4ក្រសួងនៃគណៈកម្មការទី7នៃរដ្ឋសភាត្រូវការធ្វើការតាមដានឃ្លាំមើលក្នុងការអនុវត្តកិច្ចការមួយចំនួនថ្មីនេះមានរឿងជាច្រើនពាក់ព័ន្ធជាមួយនឹងវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតមហាជនខ្មែរទាំងប្រសង់ទាំងប្រសក់ទាំងក្នុងប្រទេសទាំងក្រៅប្រទេសលោកមានការងឿងឆ្ងល់នឹងការសាងសង់អគាររោងមួយដ៏ធំរបស់ Casino Naga នៅលើដីវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតការងារនេះធ្វើឲ្យគណៈកម្មការទី7អញ្ជើញឲ្យដល់មិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមកបំភ្លឺនៅវិមានរដ្ឋសភាគាត់បានបញ្ជាក់យ៉ាងច្បាស់ថាมันមានលក់มันមានជួលมันមានការដោះដូរទេដូច្នេះគណៈកម្មការទី7ក៏បានស្នើសុំឲ្យមានការរុះរើរោងដែលសង់លើដីវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតចេញជាបន្ទាន់តាមរយៈវីដេអូនិងតាមការឃ្លាំមើលរបស់គណៈកម្មការទី7រហូតដល់ថ្ងៃនេះគឺការរុះរើរោងរបស់ Casino Naga ចេញពីដីវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតនោះចាប់ផ្ដើមធ្វើជាបន្តបន្ទាប់ហើយជិតរួចរាល់ហើយយើងសង្កេតឃើញនៅមានសល់ជញ្ជាំងមួយទៀតគឺជញ្ជាំងបេតុងដែលគេធ្វើខាំងអគារវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតនិងរោងរបស់ Casino Naga យើងក៏ទាមទារឲ្យមានការវាយរំលាយរបស់នោះចោលជាបន្ទាន់ផងដែរដូច្នេះការងារនេះនឹងបញ្ចប់នៅពេលខាងមុខកិច្ចការបន្តទៀតគណៈកម្មការទី7នឹងធ្វើបេសកកម្មមួយជួបជាមួយនឹងអាដាមមិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានៅក្រសួងហើយនឹងនៅវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតផ្ទាល់តែម្ដងដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ហ្មត់ចត់ក្នុងការរៀបចំទីធ្លាឲ្យបានស្អាតល្អសមរម្យឡើងវិញរឿងមួយទៀតដែលយើងត្រូវការតាមដានខ្លំមើលទៀតគឺរបងនិងខ្លងទ្វាររបស់វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតតើពេលណាបានគេកសាងឲ្យដូចរូបភាពដើមវិញឲ្យរួចរាល់ក្នុងពេលឆាប់នេះដែរក្រៅពីនោះយើងមានការងារបន្ទាន់មួយទៀតដែលត្រូវការគិតគូរសិក្សាគឺយើងនឹងជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរអាដាមថងខុននៅថ្ងៃទី19វិច្ឆិកា2014ដើម្បីសួរនាំស្ដីពីរឿងអង្គរវត្តស្ដីពីរឿងភ្នំបូកគោស្ដីពីរឿងវិស័យទេសចរដូច្នេះការងារជាច្រើនដែលគណៈកម្មការទី7នឹងចាប់ផ្ដើមធ្វើជាបន្តបន្ទាប់ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងមូលតែម្ដង